កូនសិនបដិសន្ធារកិច្ចគឺជាការទទួលភ្ញៀវដោយសេចក្តីស្រឡាញ់និងគោរពទី1កូនត្រូវមានទឹកមុខញញឹមប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់សុភាពរៀបសារបាទហើយមួយទៀតចេះប្រើពាក្យជំរាបសួរសិនបើភ្ញៀវមកលេងផ្ទះកូនកូននិយាយពាក្យអត់ល្អសួរថាគាត់ចង់នៅអង្គុយនៅផ្ទះយើងបន្តទៀតទេអត់ទេបាទគាត់ច្បាស់ជាធុញទ្រាន់នៅក្នុងការមកជួបយើងឬក៏មកលេងផ្ទះយើងបែបហ្នឹងអញ្ចឹងមុននឹងបង្ហាញតាក់ទងជាមួយនឹងសកម្មភាពការអញ្ជើញបដិសន្ធារកិច្ចភ្ញៀវដោយកូនផ្ទាល់អញ្ចឹងលោកគ្រូនៅអ្នកគ្រូនឹងបង្ហាញតាក់ទងជាមួយនឹងសកម្មភាពហ្នឹងជូនកូនជាមុនសិន